ta nè từng óc ní hiên chi lanได้มันមានមនុស្សបើកអត់និយាយទៅតកងហ្នឹងគឺជាឡានខ្លួនឯងហ្មងអ្នកទាំងអស់គ្នាឃើញស្រាប់ចឹងគឺជាកូដហ្នឹងបវលខ្លួនឯងហ្មងចឹងជួយ comment ប្រាប់ខាងក្រោមនេះផងថ្ងៃនេះគឺពួកខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ទីក្រុង San Francisco សហរដ្ឋអាមេរិកដែលយើងនឹងជិះឡានដោយមិនមានមនុស្សបើកទាំងអស់គ្នានៅពេលដែលយើងឡើងទៅដល់ក្នុងឡានហ្នឹងគឺខ្ញុំ unlock តាម app សិនហើយបន្ទាប់មកគឺចូលក្នុងឡានហ្នឹងគឺគេប្រាប់ description ឲ្យយើងអញ្ចឹងនិយាយទៅវិធីការពារខ្លួនអីចឹងដូចពេលដែលយើងទៅឡើងជិះយន្តហោះចឹងប៉ុន្តែគ្រាន់តែនៅក្នុងឡានហ្នឹងគេគាត់ប្រាប់ថាឲ្យដាក់ខ្សែក្រវ៉ាត់វិធីនៅក្នុងការលាក់បទចម្រៀងអីចឹងទៅអញ្ចឹងនេះគឺពួកខ្ញុំបានចូលទៅខាងក្នុងឡានហ្នឹងហើយយើងត្រូវចុចលេខកូដដែរដើម្បីឲ្យទ្វារឡានហ្នឹងបើកហើយសម្រាប់ពួកខ្ញុំទាំង3រូបគឺថាជាលើកទី1ផងដែរអញ្ចឹងគឺអត់ដឹងថាមិនមកទេណាមើលមានអ្នកបើកហើយយើងក៏អត់មានសិទ្ធទៅបញ្ជាចង្កូដហ្នឹងបានដែរនិយាយទៅគេធ្វើ experiment គេដាក់សាកល្បងនៅទីក្រុង San Francisco ហ្នឹងហើយឈលដែលបានមកដល់ហើយក៏ពួកខ្ញុំសម្រេចចិត្តថាសាកតែម្ដងទៅហើយសាកហ្នឹងគឺជិះទៅ YC Y Combinator ប៉ុន្តែគឺថា trip ហ្នឹងរៀងរញ៉េរញ៉ៃបន្តិចពីព្រោះថាទៅដល់គឺអត់បានចូលក្នុង YC ទេតែនេះសម្រាប់ vlog ក្រោយទៀតអ្នកទាំងអស់គ្នា vlog មួយនេះគឺយើងផ្ដោតទៅលើតាក់ទងជាមួយនឹងឡាននេះតែប៉ុណ្ណោះអញ្ចឹងឡាននេះចាប់ដើមបង្វិលចង្កូតចេញទៅហើយអ្នកទាំងអស់គ្នាខ្ញុំអធិស្ឋានមែនតើសម្រាប់ការថតរៀងរកៈរកើបន្តិចពីព្រោះថាពេលខ្លះទៅគឺនៅ San Francisco ហ្នឹងគឺមានដីទួលរបៀបថាឡើងទួលចុះទួលខ្លាំងៗហ្មងតិចទៀតខ្ញុំនឹងដាក់សំឡេងជូនអ្នកទាំងអស់គ្នាស្ដាប់ថាតើមានសភាពភ្ញាក់ផ្អើលយ៉ាងណានេះអ្នកទាំងអស់គ្នាខាងក្នុងហ្នឹងខាងលើគឺមើលឃើញចាស់អ្នកទាំងអស់គ្នាឃើញអាលើហ្នឹងមានអាស្អីមូនេះពីក្នុងឡានគឺឃើញអញ្ចឹងបងមានអារម្មណ៍មិនដែរ Awesome តែ step ផ្លូវបន្តិចអញ្ចឹងទៅដូចមិនទេនេះបានតេស្តសមត្ថភាពវាពេល step ផ្លូវនឹងឯអ្នកទាំងអស់គ្នាដូចដែលបានឮអញ្ចឹងគឺពេលដែលស្ទះផ្លូវអញ្ចឹងគឺថាឡាននឹងមានឈប់មានអីឲ្យគៀកជាមួយឡានដទៃទៀតដែរហើយយើងក៏អាចមើលឃើញដែរថាឡាននឹងចាប់បែបណាបើសិនជាអ្នកទាំងអស់គ្នាធ្លាប់ជិះដូច Tesla អីចឹងគឺស្តៀងគ្នាគ្រាន់តែ Tesla អីយើងមានមនុស្សអង្គុយមានប៉ះដៃចង្កូតប៉ះអីប៉ុន្តែចំពោះឡាននេះគឺអត់មានសោះហ្មងអ្នកទាំងអស់គ្នាគឺអត់ឃើញតែកង់តែម្ដងអញ្ចឹងអត់មានតែកង់ឡានទេហើយនៅនេះគេប្រាប់ instruction យើងឡើងវិញដែរអញ្ចឹងណាបើសិនជាយើងចង់ដឹង instruction បន្ថែមទៀតថាអូពេលជិះនឹងបែបណាអីហើយយើងក៏អាចចុចបើកបទចម្រៀងអីស្ដាប់ខ្លួនឯងបានដែរនៅក្នុងហ្នឹងមានសម្រាប់ឡានដែលពួកខ្ញុំពងជិះហ្នឹងគឺគេមានឆាយជើអីឲ្យយើងដែរអញ្ចឹងក៏លោថាយើងចង់សាកថ្មទូរស័ព្ទអីហើយបន្ទាប់មកទៀតគឺយើងជិះឆ្លងកាត់ផ្លូវមានមនុស្សច្រើនមាន stop មានអីហ្នឹងគឺគេអាចនឹងឈប់បានធំធៅមកនិយាយទៅសម្រាប់ពេលដែលពួកខ្ញុំជិះគឺសុវត្ថិភាពតែសម្រាប់អ្នកផ្សេងជិះពួកខ្ញុំក៏អត់ដឹងបែបណាដែរហើយពួកខ្ញុំក៏សាកបានតែម្ដងដែរអញ្ចឹងអត់ដឹងថាតើមានបញ្ហាអីអត់ហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្ដាប់សំឡេង reaction ផ្ទាល់ពិតរបស់ពួកខ្ញុំនៅពេលដែលឡាននេះចុះទួលដល់សែនខ្ពស់និយាយទៅអ្នកទាំងអស់គ្នាឡានហ្នឹងគឺគេរៀងប្រអងយឺតអញ្ចឹងដោយសារមានមនុស្សដើរកាត់ដល់ពេលហើយមានណែដល់កន្លែងទួលនោះគឺថាมันមានបង្អង់ឡើយគឺចុះយកតែម្ដងមានអារម្មណ៍ថាដូចជាការហោះតែម្ដងអញ្ចឹងយើងចាំស្ដាប់សំឡេងទាំងអស់គ្នាថាតើពួកខ្ញុំមាន reaction បែបណាឬមួយក៏មានសំឡេងបែបណានិយាយទៅគឺផ្ទាល់ខ្លាំងមែនតើឡើង real time ហ្មងណាហើយឥឡូវនេះមនុស្សគឺគាត់បានដើរកាត់ហើយអញ្ចឹងនេះគឺជាកន្លែងចុះទួលអ្នកទាំងអស់គ្នាចានាងខ្ញុំសូមអធិស្ឋានបងប្អូនពូមីងទាំងអស់គ្នាផងសម្រាប់សំឡេងស្រែកមុននេះរបស់នាងខ្ញុំនិយាយទៅគឺ reaction ផ្ទាល់ខ្លាំងមែនតើហើយខ្ញុំអត់ចង់ដកសំឡេងនឹងចេញទេដើម្បីអ្នកទាំងអស់គ្នាបានដឹងដែរថាពេលដែលយើងជិះមែនតើហ្មងគឺមានអារម្មណ៍បែបណាដែរហើយវាខុសពីពេលដែលយើងជិះឡើងចុះអីនៅតាម roller coaster អីចឹងដោយសារ this is គឺជីវិតជាក់ស្ដែងហើយគឺមានផ្លូវមែនតើហ្មងអ្នកទាំងអស់គ្នាតែឡានហ្នឹងឆ្លាតដែរចេះឈប់ចេះអីចឹងចេះកិច្ចចេះអីដែរអញ្ចឹងគឺពួកខ្ញុំបានចិត្តដល់ទីតាំងហើយសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នេះទេដើម្បីចែករំលែកជាមួយបងប្អូនពូមីងទាំងអស់គ្នាតាក់ទងជាមួយនឹងបទពិសោធន៍នៅក្នុងការជិះឡានដោយមិនមានមនុស្សបើកខ្ញុំអត់ដឹងថាគួរតែហៅថាម៉េចទេហៅថាឡានយន្តឬមួយក៏បែបណាហើយបើបងប្អូនពូមីងទាំងអស់គ្នាមានបទពិសោធន៍នៅក្នុងការជិះពីមុនមកជួយ comment ប្រាប់ខាងក្រោមនេះផងឬមួយក៏ចង់ជិះដែរ mention មិត្តភ័ក្តិបងប្អូនកូនក្មួយដែលគិតថាអូចង់ពពោះគាត់ទៅជិះឡាននេះជាមួយគ្នាដែរជួយ comment ខាងក្រោមនេះក៏ដូចជាចែករំលែកវីដេអូមួយនេះជាមួយពួកគាត់ផងអរគុណច្រើនដែលបានមើលវីដេអូនេះពីដើមដល់ចប់ចាំជួបគ្នានៅវីដេអូក្រោយទៀតពីនាងខ្ញុំសេងរស់សថាមនី